ok អញ្ចឹងរូបនៅពេលដែលយើងសោះបើយើងដាក់បែបនេះរូបមកវាចេញបែបនេះអញ្ចឹងនៅពេលដែលយើង download យើងយកទៅប្រើការកើតដោយសាររូបបើយើងប្រើជាមួយនឹង basic មានន័យថាយើងដាក់ទំហំប៉ុណ្ណាវានឹងចេញresult ប៉ុណ្ណឹងមានន័យថាទំហំប៉ុណ្ណឹងមកអញ្ចឹងដើម្បីឲ្យវាចេញ result បានយើងអាចទទួលយកបានណានៅពេលដែលយើង crop ទៅយើងអាចទទួលយកបានអឺយើងត្រូវ crop សោះយើងឲ្យបានត្រឹមត្រូវឧទាហរណ៍យើង select មួយមកនេះយើងមានរូបភាពបែបនេះអញ្ចឹងយើងចូលនៅក្នុង Windows យើងមានកន្លែង edit អូខេអញ្ចឹងយើង edit វាសិនមកយើង crop វាសិនមកសម្រាប់យើង crop វាឲ្យវាស្មើឃើញទេយើង crop វាឲ្យវាដូចជារូបមានទំហំដូចជា4x6ឬក៏3x4អញ្ចឹងមក2 3អូខេយើង crop ប៉ុណ្ណេះហើយយើង save មកអញ្ចឹងនៅពេលដែលយើង save យើងចូលទៅធ្វើសាមីមកអូខេយើង click រូបឲ្យយើងសាមីមកអញ្ចឹងកន្លែងនេះយើងអាចចេញបានឃើញទេនៅពេលដែលយើង refresh តែយើង refresh មកយើងចេញបានឧទាហរណ៍អញ្ចឹងយើង upload រូបយើងមិញអូខេអញ្ចឹងនៅត្រង់នេះយើងចុច generate មកអញ្ចឹងយើងចាំមើល result ទាំងអស់គ្នាអូខេអញ្ចឹងយើងបានរូបភាពបែបនេះអូខេអញ្ចឹងយើងអាច crop យកបានឧទាហរណ៍យើង crop 3 4ណាយើងទាញមកក្រោមមកអញ្ចឹងយើងអាចចុច download មកអញ្ចឹងយើងអាចយកវាទៅប្រើការបានអញ្ចឹងវីដេអូនេះយើងមានតែប៉ុណ្្នឹងយើងប្រាប់ពីរបៀបក្នុងការបំលែង source របស់យើងនៅពេលដែលយើង source របស់យើងរៀងវែងអញ្ចឹងទៅយើងបំលែងវាយើង crop វាឲ្យវាដូចជាទំហំ aspect វាទៅ2 3ឬក៏3 4អញ្ចឹងទៅហើយយើងដាក់ចូលអញ្ចឹងនៅពេលដែលយើង generate មកទំហំ aspect វាហ្នឹងវានឹងដូចទំហំដែលយើងនឹង upload generate អញ្ចឹង